ឆើសុំនេះមួយសិនចឹងឆើសុំរំលឹកម្ដងទៀតណាzero conditional របស់យើងហ្នឹងឯងគឺយើងប្រើសម្រាប់ universal truth អ្វីដែលពិតណាហើយនឹង general fact ហ្នឹងឯងដូចគ្នាទេ something that is always true ករណីហ្នឹងគឺវាតែងតែការពិតរហូតហើយ form វានេះបើយើងប្រើតាម present simple ដាក់ជា present simple គឺវាដាក់ចឹងក៏បានដែរបើចាំដាក់រាយរាប់ detail ទូចឹង if plus present simple ហើយអាកន្លែងនេះកន្លែង result វាក៏ present simple ដូចគ្នាហ្នឹងហើយគ្នាយើងមានន័យឆ្ងល់ទេនៅម្ដុំ zero conditional Do you have any question? I forgot to record the first part ចឹងតែមកឆ្លើយនិយាយរំលឹកម្ដងទៀតហ្នឹងតែក៏និយាយរំលឹកម្ដងទៀតដើម្បីគ្នាយើងដែរហ្នឹងហើយឆៃវាមាន for ហើយយើងទៅរៀនបាន zero ទេបើអត់ទេឆតទៅមុខណាគឺវា simple ទេវាដូច present simple អញ្ចឹងយើងលក្ខខណ្ឌណាតែថាវាតែងតែត្រឹមត្រូវអីវាតែងតែការពិតរហូតអញ្ចឹងតែយើងប្រើមួយ zero conditional អូខេ so យើងចូលដល់ first conditional របស់យើងអូខេយើងប្រើវា for real នេះ real and possible future events ឆើ highlight អាហ្នឹងមួយចុះ real and possible future events it is something that is likely to happen អាចនឹងថា the chance ឱកាសដែលថាអាលក្ខខណ្ឌហ្នឹងឬក៏ situation ហ្នឹងអាចនឹងកើតឡើងណាប្រហែលជា80ឬក៏90ទៅដល់90% ចិត្ត100%ចុះអាចថាចិត្តដល់100%ចុះគឺវា possible ខ្លាំងគឺវា highly likely នឹងកើតឡើងចឹងហ្មងហ្នឹងហើយហើយ form របស់វាគឺ if subject and then verb 1ហើយបន្តមកបាន subject ដាក់ will ហ្នឹងហើយអូកន្លែងនេះ complete ដាក់ comma ហើយបន្តមកនេះ subject plus will យើងត្រូវដាក់ will បន្តមកយើងដាក់ will ហើយតែដាក់ modal verb ហើយយើងដាក់verb base form របស់យើង verb ធម្មតារបស់យើងហើយតទៅមុខទៀតបើឆើ simplify ដាក់ចឹងក៏បានដែរកន្លែង if clause យើងដាក់ present simple ហ្នឹងហើយ present simple comma complete comma អសោះ and then យើងដាក់ subject មួយ will ហើយ verb base form ហើយតពីហ្នឹងទៀតទៅអញ្ចឹងអា first conditional ហ្នឹងអាកន្លែង if conditional របស់វាហ្នឹងណាអាកន្លែង if conditional if clause របស់វាហ្នឹងណាហ្នឹងហើយ if clause របស់វាហ្នឹងដូចទៅនឹង zero conditional របស់យើងអញ្ចឹងអាក្បាលដំបូងណាយើងប្រើដូចគ្នាអញ្ចឹងប្រើមួយនឹង present simple ប៉ុន្តែវាខុសគ្នាអាកន្លែងខាងក្រោយខុសគ្នាត្រង់ថាវាប្រើ will វាត្រូវថែម will yeah something that is real or possible future event something that is likely to happen ចឹងទៅយើងដាក់ will បើនោះយើងអត់ដាក់ will ទេយើងដាក់ subject ហើយ verb 1ធម្មតាដោយសារតែហ្នឹងគឺវា something that is always true ហ្មងប៉ុន្តែអានេះគ្រាន់តែ something that is highly likely to happen ទេវា90% ចិត្ត 100% អាចនឹងកើតឡើងតែវាមិន 100% ច្បាស់លាស់ប្រកបហ្មងចឹងទេអូខេ so for example number 1 if it rains tomorrow we will stay inside បើសិនជាថ្ងៃស្អែកភ្លៀងខ្ញុំនឹងនៅខាងក្នុងចឹងគឺវានិយាយនេះ conditional របស់វា conditional clause របស់វាគឺជាប់ពាក់ព័ន្ធជាមួយនឹងអ្វីដែលថាអាចនឹងកើតឡើងភាគរយច្រើនវាអាចនឹងកើតឡើងចឹងក្នុង sentence ហ្នឹងគេចង់បានន័យថាថ្ងៃស្អែកហ្នឹងភាគរយច្រើនណាវាអាចនឹងកើតឡើងវាអាចនឹងភ្លៀង
ថ្ងៃស្អែកវាអាចនឹងភ្លៀងភាគរយច្រើនណាចឹងតើបើសិនជាភ្លៀងមែនពួកយើងនឹងនៅក្នុងផ្ទះ we will stay inside ហ្នឹងហើយចឹងនេះឃើញយើងដាក់ present simple ហើយកន្លែងresult របស់វាយើងដាក់ will យើងដាក់ time will we will stay inside ទី2 I will call the police if you don't leave ដូចគ្នាទេអានេះ conditional clause របស់យើងគ្រាន់តែយើងដាក់មកខាងក្រោយទេហើយដូចគ្នា conditional ហ្នឹងមានន័យថាលក្ខខណ្ឌហ្នឹងវាអាចនឹងកើតឡើងអាចនឹង highly likely to happen ភាគរយច្រើនណាវាអាចនឹងកើតឡើងបើមកថាយើងនិយាយថាអូបើសិនជាអ្នកឯងមិនចេញទេខ្ញុំនឹងទេហៅប៉ូលីសហ្នឹងហើយ something that យើងអាចនឹងធ្វើបើសិនជាមាន condition ហ្នឹងវា happen ណាចាំន័យថា condition ហ្នឹងគឺវា highly likely to happen មក sentence នេះភាគរយច្រើនណាខ្ញុំនឹង call police បើសិនជាអ្នកមិនចេញ Number 3 if you don't hurry you will miss the bus តែគ្នាបើសិនជាអ្នកមិនhurry ទេអ្នកនឹងbus ហ្នឹងនឹងទៅចោលអ្នក something that is likely to happen if you help me with my homework I will buy you a pizza same thing បើសិនជាអ្នកជួយខ្ញុំភាគរយច្រើនណាខ្ញុំនឹង buy you a pizza Number 5 you will feel healthier if you exercise regularly នឹង conditional clause របស់យើងមកខាងក្រោយគ្រាន់តែដាក់មកខាងក្រោយទេនេះ result របស់យើងបើសិនជាអ្នក exercise ច្រើនណាភាគរយច្រើនណាដែលអ្នកនឹង get healthier Number 6 my students will pass the IFL entrance exam if they study hard ភាគរយច្រើនណាពួកយើងនឹងជាប់បើសិនជាពួកយើងខិតខំប្រឹងរៀនអញ្ចឹងណា 7 the package won't arrive unless you pay the shipping fee ហ្នឹងយើងមើលមករៀងប្លែកអញ្ចឹងណាតែសារវាមានពាក្យ unless នេះតែឆើនិយាយមុនហ្នឹងឯងឆើនិយាយមុនហ្នឹងហើយ conditional sentence របស់យើង often starting with if ឬក៏ unless ពីមួយហ្នឹងវាអាច start មួយណាក៏បានវានេះដូចគ្នាទេយើងអាចប្រើវាដូចគ្នាតែឆើចង់focus មួយឆើចង់បញ្ជាក់មួយពី unless ណាបានន័យថា if not ចង់ដឹងថា unless នោះបានន័យថាម៉េចបានន័យថា if not នេះចឹងបើសិនជាយើងចង់បកវាប្រើ if វិញបើសិនជាយើងចង់ប្រើ if យើងប្រើចាស់ក៏បានដែរនេះយើងអាចប្រើចាស់បានឆើ copy ហ្មងទៅ won't arrive if you do not pay the shipping fee ស្មើនឹង if not ចំណាំមកពេលយើងប្រើ unless ណាដោយសារតែ unless ហ្នឹងវាស្មើនឹងពាក្យ if not ហើយវាស្មើនឹង negative meaning បាត់ហើយអញ្ចឹងបើសិនជាវាស្មើនឹង negative meaning ស្រាប់នៅពេលដែលយើង use it in a sentence ណា structure របស់វាត្រូវ positive យើងអត់ដាក់ unless you don't pay ចឹងអីចឹងទេដោយសារតែន័យវា if not វាស្មើនឹង negative meaning បាត់ហើយវា negative បាត់ហើយចឹងទៅយើងពេលយើងទៅសេវា structure របស់វាត្រូវ positive you pay មែន unless you don't pay ដោយសារបើសិនជាយើងដាក់ unless you don't pay វាខុសនៃជាមួយនឹងអ្វីដែលយើងសរសេរហើយ
ខុសនេះជាមួយនឹងអ្វីដែលយើងសរសេរមួយ result អីចឹងណាចឹងនេះ the package won't arrive unless you pay the shipping fee ស្មើនឹងគេនិយាយថា the package won't arrive if you do not pay the shipping fee វាស្មើនឹងហ្នឹងណាហ្នឹងហើយnumber 8 unless we leave now we will miss the train ដូចគ្នាដូចនឹងអ្វីដែលឈរប្រយោគទី7ចឹងគាត់ថាកន្លែងនេះ conditional clause ដែលយើងប្រើពាក្យ unless ហ្នឹងវាគាត់យើងដាក់មកពីមុខចឹងណាហើយតែដាក់មកពីមុខហើយកុំភ្លេចអក្សរ comma បើសិនជាយើងចង់ដល់យើងអាចដាក់ដល់បានថាif we do not leave now we will miss the train យើងចង់ស្អីចឹងក៏បានន័យវាដូចគ្នាគាត់ unless ហ្នឹងមានន័យថា if not ចឹងតើកន្លែងនេះយើងសរសេរ positive form ណាតែថានេះ if not ស្រាប់ហើយបើយើងដាក់ negative ទៀតវាហៅថាវាផ្ទុយន័យបាត់ហើយអូខេហើយអាកន្លែង first conditional របស់យើងហ្នឹងយើងសង្កេតឃើញភាគច្រើនយើងប្រើ will ត្រូវអត់នេះយើង use will ប៉ុន្តែយើងអាច use other type of modal verb beside អាពាក្យ will ហ្នឹងបានណានេះ in the main clause you can replace ម្ដងទៀត main clause ហ្នឹង result clause របស់យើងresult របស់យើងណាyou can replace will with other modal verbs to change the certainty or nature of the result ម្ដងទៀតណាយើងអាចជំនួសអាពាក្យ will ហ្នឹងអាកន្លែង will ហ្នឹងដោយពពួក modal verb ផ្សេងៗបានដើម្បីផ្លាស់ប្ដូរភាពជាក់លាក់ឬក៏ធម្មជាតិនៃអាលទ្ធផលរបស់យើងណាវាបានន័យថាម៉េចចឹងនេះចាំឆើឲ្យមើល example នៅក្នុងនេះឧបមាថាពពួក modal verb នេះ modal verb might may could អីហ្នឹងណាអា modal verb ពពួកហ្នឹងគឺវា express possibility វាមិនតែច្បាស់ខ្លាំងដូច will ទេវាអត់ច្បាស់ខ្លាំងណាស់ដូច will ទេគាត់វា express normal possibility អាចនឹងកើតឡើងចឹងទេ if you ask politely she might help you ឥឡូវឈើសួរចាកន្លែង result clause របស់យើងកន្លែងណា Can anyone answer ឈើនិយាយមួយថ្ងៃមានអ្នកគេដឹងថាកន្លែងនេះ sentence ហ្នឹងណាកន្លែងណាជា result Does anyone wait Okay David លើកដៃកន្លែង after comma ឆើ Yes very good នេះ after comma នេះ she might help you នេះគឺជា result របស់យើងហើយ result នៃអីនៃលក្ខខណ្ឌនេះលក្ខខណ្ឌបើសិនជាអ្នកសួរខ្ញុំ politely បើសិនជាអ្នកសួរខ្ញុំដោយគួរសមណាអាហ្នឹងគឺជា conditional clause របស់យើងលក្ខខណ្ឌរបស់យើងហើយនេះជា result របស់យើងហើយចឹងយើងសង្កេតមើលកន្លែង result គេថាអា modal verb ហ្នឹងអាច change អាចផ្លាស់ប្ដូរ result របស់យើងបានចឹងបើសិនជាយើងប្រើ modal ឧបមាថាប្រើ modal verb might យើង choose might មកប្រើនេះឃើញ might ហ្នឹងវានៅក្នុង result clause របស់យើងអត់បើយើងប្រើ modal verb might អា whole result ហ្នឹងគឺវានៃផ្សេងទៀតណាវាអាចវាមិនមែនន័យថាវាមិនអាចកើតឡើងឬក៏វាមិនអីចឹងទៀតទេគឺវានៅតែអាចកើតឡើងហ្នឹងតែគ្រាន់ថា like the possibility is lower than when we use a modal verb will ហ្នឹងអូខេម្ដងទៀតបើសិនជាយើងប្រើ might បានន័យថា possibility វាហ្នឹង lower than
will she might help you បើថាគាត់ប្រហែលជានឹងអាចជួយអ្នកវានៅតែអាចនឹងកើតឡើងហ្នឹងតែ possibility វានៅក្នុងការកើតឡើងនោះដល់ប៉ុន្មានភាគរយវិញហើយវាអាចនឹងធ្លាក់ចុះទៅដល់ 50% ហើយបើសិនជាយើងប្រើវាអាច 80 ទៅ 90% ណាឈរដាក់ចុះសិនអាចនឹងដល់ 90 ឬក៏80ដល់ 90% អីចុះហ្នឹងហើយអាចនឹងដល់ប៉ុណ្្នឹងចុះតែបើសិនជាយើងប្រើពពួកនេះប្រើពពួកម៉ៃមេខូតអីហ្នឹងណាអា percentage របស់វាអាចនឹងធ្លាក់ដល់មកត្រឹម 50 អីហ្នឹងមិនបើន័យថាវាមិនអាចកើតឡើងទេវានៅតែអាចកើតឡើងហ្នឹងដោយសារតែ first conditional យើងបាននិយាយពី real and possible future event វាអាចនឹងកើតឡើងតែគ្រាន់ថាអាភាគរយហ្នឹងគឺរៀងថយជាងមុនហើយពេល can វា to បើសិនជាយើង use modal verb can it is to express permission ឬក៏ ability if you finish your chores you can watch TV អាហ្នឹងក៏វារៀងតាក់ទងតិចតួចជាមួយនឹង possibility ដែរតែគ្រាន់ថាវា express ខ្លាំងទៅលើ permission ឬក៏ ability របស់យើងណាតែនៅតែជាប់ពាក់ព័ន្ធជាមួយនឹងអាចនឹងកើតឡើងនឹងអ្វីដែលអាចនឹងកើតឡើង if you finish your chores នេះបើសិនជាអ្នកធ្វើកិច្ចការអ្នកហើយអ្នកអាចនឹងមើលទូរទស្សន៍បានអ្នកអាចនឹងមើល TV បានអូខេហើយ modal verb មួយទៀតដូចជា should ហើយនឹង must ហ្នឹងអាហ្នឹងវា to give advice ឬក៏ express necessity ហ្នឹងហើយ necessity ឬក៏ advice អ្វីដែលថាសំខាន់ខ្លាំងឬក៏យើងផ្ដល់ដំបូន្មានឲ្យគេអញ្ចឹង for example if you go out you should take an umbrella បើសិនជាអ្នកចេញក្រៅអ្នកគួរតែហ្នឹងហើយអ្នកគួរតែយកឆ័ត្រទៅតាមទៅអាហ្នឹងវាគឺជា advice ដែលយើងឲ្យគេ if you go out អាហ្នឹងក៏ possibility ដូចគ្នា possibility បើសិនជាអ្នកថាបើសិនជាអ្នកអាចនឹងទៅក្រៅអញ្ចឹងណាអ្នកគួរតែយក umbrella ហ្នឹងទៅវាអាចនឹង express advice ហើយនឹង necessity ដែលជាប់ពាក់ព័ន្ធជាមួយនឹង possibility របស់យើងជឿគិតថាម្ដុំហ្នឹងវារៀងវល់តិចតិចហ្នឹងហើយដោយសារតែយើងប្រើផ្សេងទៀតក្រៅពី will អញ្ចឹងទៅវារៀងនេះអញ្ចឹងណា modal verb វាថាឆ focus ជាទូទៅឃើញពួកយើងសង្កេតឃើញថាភាគច្រើន first conditional ហ្នឹងគេប្រើ will អញ្ចឹងណាអាចនឹងអត់សូវឃើញគេប្រើ might may could ឬក៏ can ឬក៏ should អីចឹងទេហ្នឹងហើយតែគ្រាន់ឆចង់បញ្ជាក់ថា like ពួកហ្នឹងវា exist វាអាចនឹងមានប្រហែលជាភាគរយច្រើនវាអត់អាចមានច្រើនដូចអាពាក្យ will ហ្នឹងទេតែពួកវាអាចនឹងនៅមានអញ្ចឹងណាហើយមួយគឺវាអាចនឹង express ខុសគ្នាវាអាចនឹង express អាមួយ express possibility ចុះអាមួយទៅ express permission ឬក៏ ability ហើយអាមួយទៀតវា give advice ឬក៏ឲ្យនេះវា express something that is important អញ្ចឹងទៅដូច must នេះ express necessity ហ្នឹងអាហ្នឹង must វាអាចនឹងមាន modal verb ផ្សេងៗទៀតដែលយើងអាចប្រើបានឬក៏យើងអាចជួបនៅពេលថ្ងៃក្រោយអញ្ចឹងណាតែ generally គឺគេប្រើ will ដោយសារតែភាគច្រើន first conditional ហ្នឹងគេចង់និយាយពីអីដែលថាវា likely to happen ណាភាគរយច្រើនដែរគេនឹងកើតឡើងណា that's why they use will a lot ដោយសារ will ហ្នឹងឯងដែលវាភាគរយច្រើនជាងគេអាផ្សេងទៀតអាចនឹងប្រើបានតែគ្រាន់ថាគេអត់សូវប្រើច្រើនអញ្ចឹងណាដោយសារតែវានេះទៅតាមនឹងភាគរយវាហើយអា may might could បើយើងប្រើ modal verb ប៉ុណ្ណឹងគឺវាអាចប៉ះពាល់ទៅដល់ result របស់យើងណាយើង change modal verb គឺ change the certainty ឬក៏ភាពជាក់លាក់ឬក៏ភាព
ឬក៏ធម្មជាតិនៃលទ្ធផលរបស់យើងណាផ្លាស់ប្ដូរmeaning របស់លទ្ធផលរបស់យើងណា Okay so far do you have any question គ្នាយើងតើអត់បើសិនជាកន្លែងនេះអត់សូវយល់ខ្លាំងណាI think for now maybe you don't need to focus a lot or pay a lot of attention to other types of modal verb ចាំពេលចូល IFL គឺពួកគាត់នឹងពន្យល់យើងគាត់ថានៅក្នុង IFL វាអាចមានពពួក modal verb ផ្សេងទៀតអញ្ចឹងទៅឆឲ្យគ្នាយើងស្គាល់ឲ្យហើយអញ្ចឹងណាភាគរយច្រើនណាគេផល mostly គេផលតែ will អីចឹងទេភាសា first conditional វាតកតងមួយនឹងអ្វីដែលអាចនឹងកើតឡើងភាគរយច្រើនអាចនឹងកើតឡើងណាហើយ will ហ្នឹងឯងភាគរយច្រើនតែអាចនឹងកើតឡើង so that's why they use will ច្រើនជាងពពួក modal verb ផ្សេងទៀតចឹងណាតែមិនមែនថា use ឲ្យកើតទេវានៅតែប្រើកើតហ្នឹងគ្រាន់ថានៅពេលដែលយើងប្រើគឺវា change the meaning of a result clause របស់យើងហ្នឹងហើយនេះ change the meaning របស់ result clause យើងមួយណា change the meaning របស់ result clause ទេអត់ change របស់ពពួក if clause ឬក៏ conditional clause របស់យើងទេOkay so far so good បើអត់ទាន់មានអីឆ្ងល់ទេហ្នឹងហើយឈរតទៅមុខទៀត second conditional Okay second conditional របស់យើងគឺ used for unlikely unreal imaginary hypothetical នេះយើងជួបពាក្យហ្នឹងម្ដងទៀតហើយសង្ឃឹមថាពួកយើងនៅចាំពាក្យហ្នឹង or might even possible scenarios or situations and one more important thing about second conditional ហ្នឹងគឺយើងប្រើវា in the present ក្នុងពេលបច្ចុប្បន្នឬក៏ future ម្ដងទៀតយើងប្រើ second conditional នៅពេលដែលយើងចង់និយាយអំពី situation លក្ខខណ្ឌអ្វីមួយឬក៏ស្ថានភាពអ្វីមួយដែលវា unlikely to happen វាមិនមែនវាអត់ពិត unreal ហ្នឹងហើយ imaginary បើន័យថាអ្វីដែលយើងស្មើសម័យយើងស្មើសម័យហ្នឹងហើយស្មើសម័យហើយ hypothetical យើងសន្មតអីចឹងទៅហើយអាចនឹង impossible ស្ថានភាពហ្នឹងអាចនឹងមិនអាចកើតឡើងចឹងហ្មង might even impossible វាចិត្ត impossible អាខ្លះអាចនឹង impossible ហ្មងហើយនេះអូឆាបាននិយាយទាំងអស់នេះវាអាចកើតឡើង in the present or future ហ្នឹង that lead to hypothetical results វាកើតឡើងនៅក្នុងបច្ចុប្បន្នហើយនឹងឬក៏អនាគតចឹងទៅតែយើងនិយាយពីស្ថានភាពហ្នឹងយើងអាចនិយាយបច្ចុប្បន្នឬក៏អនាគតដែលអាចនាំទៅរកលទ្ធផលដែលយើងគិតសន្មតព្រោះស្ថានភាពហ្នឹងយើងគ្រាន់គិតសន្មតទេចឹងតែលទ្ធផលហ្នឹងក៏យើងសន្មតទៅតាមលក្ខខណ្ឌហ្នឹងដែរឬក៏ស្ថានភាពហ្នឹងដែរ It is contrary to reality វាផ្ទុយជាមួយនឹងការពិតជាមួយនឹងការពិតឥឡូវហ្នឹងណា Okay so ហ្នឹងហើយ form វា if plus subject plus verb to plus blah 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 តាមហ្នឹង complete comma យើង and then subject plus would លើកហ្នឹងយើងដាក់ would ម្ដង plus verb base form ហើយតទៅនឹងទៀតហើយនេះកន្លែងsubject plus verb to ហ្នឹងយើងអាចដាក់ past simple ក៏បានន័យវាដូចគ្នាគឺយើងប្រើ past simple
ហើយតនឹងទៀតទៅហើយអានេះដូចគ្នាទៀតទេវាដូចគ្នាទេអូខេfirst conditional របស់យើង use present simple តែមកដល់ជាមួយ past present simple របស់យើង use ជាមួយនឹង 0 ហើយនឹង first អាកន្លែងក្បាលដំបូងណាអាកន្លែង conditional clause របស់វាទៅពេលមកដល់ second conditional អាក្បាលដំបូងនេះអា if clause របស់យើងនេះឬក៏ conditional clause របស់យើងនេះយើងប្រើ past simple ម្ដង past simple ហើយកន្លែងនេះបដូរពី will មក would វិញทีนี้យើងអាចនឹងឆ្ងល់ចឹងថាអូអា second conditional ហ្នឹងវានិយាយ yes do you have any question No. oh okay so okay moving on យើងអាចនឹងឆ្ងល់ថាចិត្តថាអូ second conditional ហ្នឹងយើងនិយាយ something in the present ឬក៏ future តាមិនក៏យើងប្រើ past simple ចឹង form វាប្រើ past simple ហើយប្រើ would អីចឹងហ្នឹងគ្នាយើងអាចនឹងឆ្ងល់ចឹងណា so my answer is rule វាគឺចឹង rule របស់ grammar របស់ second conditional វាគឺចឹងI don't have any reasonable explanation or like simple explanation that អាចប្រាប់ពួកយើងបានថាថៃបានអានេះគេនិយាយ in the present ឬក៏ future ទេនិយាយពីលក្ខខណ្ឌនៅក្នុង present ឬក៏ future ទេតែមិនក៏យើង form យើងប្រើ past simple ឆើក៏អត់ដឹងដូចគ្នាឆើចាំ form វាតាមនឹងហើយ grammar rule របស់វាគឺតាមនឹងដែរអូខេចឹងយើងមើល example ដើម្បីឲ្យច្បាស់ជាងហ្នឹង you will understand more ដូចទី1 if Bissett won $1 million he would quit his job yeah conditional clause របស់យើងនឹងមាន if នឹងមានអីហ្នឹងហើយអានេះ result របស់យើងសង្កេតមើលថាអាណាដំបូងយើងមើល conditional clause មួយយើងសង្កេតមើលថាអាណា conditional clause ឬក៏ if clause ហើយអាមួយណាជា result យើងសង្កេតមើលអាហ្នឹងហើយយើងចាប់បានអាហ្នឹងហើយបើយើងមើលបន្តទៀតនេះ form វាកន្លែង if clause ហ្នឹងបើយើងប្រើ past simple នេះអញ្ចឹងនេះ past simple ឡើយ if Bissett won យើងដាក់ if Bissett win អីចឹងឯងយើងដាក់ if Bissett won ដោយសារយើងត្រូវប្រើ past simple ហើយកន្លែង result របស់យើងកន្លែង result clause របស់យើងគេថាគេតម្រូវឲ្យយើងត្រូវថែម would ហើយនឹង verb best form អញ្ចឹងតែនេះយើងដាក់ would ទៅ he would quit his job អញ្ចឹងមួយ sentence ហ្នឹងបានន័យថាម៉េចបើសិនជាពិសេសគាត់ឈ្នះលុយ$1 លានគាត់នឹងចេញពីការងារគាត់នឹងបញ្ឈប់ការងារគាត់ and the thing is សួរថាឥឡូវហ្នឹងពិសិដ្ឋគាត់មានលុយ$1 លានហ្នឹងលើគាត់មានអត់ឥឡូវបច្ចុប្បន្នហ្នឹងណាជាក់ស្ដែងណាគាត់មានអត់អត់មានទេត្រូវអត់ដោយសារ second conditional ហ្នឹងគឺនិយាយអ្វីដែលថាផ្ទុយជាមួយនឹងភាពជាក់ស្ដែងឬក៏ការពិតនៅក្នុងបច្ចុប្បន្នឬក៏នៅក្នុងអនាគតកាលអញ្ចឹងឥឡូវបច្ចុប្បន្នហ្នឹងហើយជាក់ស្ដែងពិសិដ្ឋគាត់អត់មានលុយគាត់បានឈ្នះ$1 លានhasn't won $1 million អត់ចេះតែភ្លេចស្ប៉ះ hasn't won $1 million បើគេចាក់ស្ដែងឥឡូវហ្នឹងណាពិសេសហ្នឹងគាត់បានអត់បានឈ្នះទេអត់បានឈ្នះលុយ$1 លានទេឬក៏គាត់អត់បានឈ្នះលុយ$1 លានទេអញ្ចឹងទៅម៉េចអញ្ចឹងទៅធ្វើឲ្យ result របស់យើងហ្នឹងណា
វាអត់អាចកើតឡើងតាមហ្នឹងណាបើសិនជាអាលក្ខខណ្ឌហ្នឹងវាអត់បានកើតឡើងក្នុងហ្នឹងមកឲ្យអា result ហ្នឹងវាកើតឡើងតាមណាតាមកន្លែងណាតែនៅពេលដែលគេនិយាយហ្នឹងណាគឺគេនិយាយគ្រាន់និយាយស្មើសម័យទេដូចឆោប្រាប់មិញអញ្ចឹងយើងប្រើនៅពេលដែលយើងចង់ស្មើសម័យអ្វីមួយនៅពេលបច្ចុប្បន្នឬក៏នៅពេលអនាគតអីចឹងចឹងណា something that is imaginary ឬក៏ unreal ឬក៏ unlikely វាមិនងាយនឹងកើតឡើងទេអាហ្នឹងហ៎ឬក៏យើងខកសន្មត់លេងអីចឹងចឹងទេនៅពេលដែលយើងនិយាយចឹងដូចបច្ចុប្បន្នចឹងពេលសិនហ្នឹងគាត់អត់បានឈ្នះទេអត់បានឈ្នះលុយ$1 លានទេតែគាត់ចេះសម័យចឹងណាគេចេះសម័យគាត់ចឹងថាអូបើសិនជាគាត់បានឈ្នះលុយ$1 លានគាត់នឹងអីគេបញ្ឈប់ការងារគាត់ហើយតែជាក់ស្ដែងពិសេសគាត់អត់បានឈ្នះ$1 លានទេវា unlikely to happen ណាវា unlikely អារឿងហ្នឹងនឹងកើតឡើងណាអូខេហើយនេះ example ទី2 if I were a bird I would fly south for winter សួរគ្នាយើងឥឡូវចាប់មែនគ្នាយើងជាចាប់ឬក៏អត់ឬក៏យើងជាមនុស្សយើងជាមនុស្សត្រូវអត់យើងមិនមែនជាចាប់ទេប៉ុន្តែយើងចេះសម័យមើលទៅបច្ចុប្បន្នហ្នឹងយើងជាមនុស្សទេជាក់ស្ដែងយើងជាមនុស្សប៉ុន្តែយើងចេះតែសម័យមើលអញ្ចឹងណាសម័យណាថាអូឧបមាថាបើសិនជាឥឡូវហ្នឹងយើងជាចាប់ណាជាសត្វចាប់ I would fly ខ្ញុំនឹងហោះទៅទិសខាងត្បូង for the winter នេះជាក់ស្ដែង in reality I am not a bird ឬក៏វា impossible something that is impossible to happen ជាក់ស្ដែងខ្ញុំមិនមែនជាចាប់ផងហ្នឹងហើយវាគឺជារឿង impossible ណាដូចឆើនិយាយមិនអញ្ចឹងអារឿងហ្នឹងវាអាចនឹង impossible វាអាចនឹង impossible to happen ឥឡូវហ្នឹងហ្នឹងហើយ in reality ខ្ញុំមិនជាចាផងអញ្ចឹងតើមិនអញ្ចឹងតើខ្ញុំមិនអាចហោះទៅទិសខាងត្បូង for the winter ទេនេះទី3 if I were you I would confess to her បើសិនជាខ្ញុំជាអ្នកខ្ញុំនឹងសារភាពទៅគាត់អញ្ចឹងចង់និយាយថាឥឡូវហ្នឹងយើងមិនមែនជាគាត់ទេយើងជាយើងទេហើយគាត់ជាគាត់តែគ្រាន់យើងចេះសម័យមើលចេះសន្មត់លេងអញ្ចឹងណាថាអូបើសិនជាខ្ញុំជាអ្នកវិញណាខ្ញុំទៅសារភាពប្រាប់គាត់បាត់ហើយអារបៀបចឹងណាតែឥឡូវជាក់ស្ដែងឥឡូវហ្នឹងណាយើងមិនមែនជាគាត់ទេអូខេ in reality in the present moment ហ្នឹងណាគឺ in the present moment ហ្នឹងណា I am not you ហ្នឹងហើយដោយសារតែស្ថានភាពយើងហ្នឹងវាមិនងាយនឹងកើតឡើងឬក៏វា impossible to happen ហ្នឹងហើយបានធ្វើឲ្យលទ្ធផលរបស់យើងក៏ impossible ទៅតាមហ្នឹងដែរ impossible នេះអានេះ impossible ហើយធ្វើឲ្យអានេះក៏ impossible ដែរអញ្ចឹងចង់ន័យថាម៉េចបើន័យថា result របស់យើងចូលណូតទុកអានេះមួយចុះ the results depend depend on the conditional clause អូខេ result របស់យើងគឺ depend on conditional clause របស់យើងបើសិនជាអានេះអត់កើតឡើងក្នុងហ្នឹងហើយមកអានេះកើតឡើងតាមណា result យើងបានមកតាមណាវាអត់កើតឡើងទេប៉ុន្តែវាគឺជាអ្វីដែលយើងសន្មត់ទៅតាមអ្វីដែលយើងសន្មត់ពីមុនមកអូខេប្រហែលស្ថានភាពហ្នឹងយើងគិតលេង result ក៏យើងគិតលេងទៅតាមហ្នឹង Number 4 if a bear came into the room we would scream and run away ដូចគ្នាទេយើងគិតលេងចឹងទៅថាអូបើសិនជាមានខ្លាឃ្មុំមកចូលក្នុងបន្ទប់យើងចឹងទៅពួកយើងនឹង
នឹង sack ហើយរត់ទៅបាត់ចឹងណា run away ចឹងណាតែបច្ចុប្បន្នជាក់ស្ដែងគឺអត់មានខ្លាឃ្មុំអីមកចូលបន្ទប់យើងទេតែយើងចេះសម័យមើលឥឡូវហ្នឹងចឹងណាថាបើសិនជា happen ណា what if អញនិយាយថា what if something ចឹង happen ណា okay and number 5 unless he was very ill he would be at work នៃវាហ្នឹងឯងអានេះយើងប្រើ unless ហ្នឹងមានន័យថា if not ចឹងបកប្រែមកបើសិនជាគាត់មិនឈឺទេគាត់នឹងមកនៅកន្លែងការងារគាត់នឹងមកនៅកន្លែងការងារហ្នឹងចឹងណាហ្នឹងហើយវាដូចអាឆោពីមុនហ្នឹងចឹងអាកន្លែង unless ហ្នឹងនៅក្នុង first conditional របស់យើងហ្នឹង unless មានន័យថា if not ចឹងពេលយើងបកប្រែមកមានន័យថាបើសិនជាគាត់មិនបានឈឺឬ if he were not very ill he would be at work if he were not very ill he would be at work បើសិនជាគាត់មិនបានឈឺទេមិនបានឈឺខ្លាំងទេគាត់នឹងមកនៅកន្លែងធ្វើការនេះហើយតែសួរថាឥឡូវគាត់មិនគាត់ឈឺចឹងទៅ something ដែលថាវាផ្ទុយនឹងជាក់ស្ដែងនឹងភាពការពិតណាហ្នឹងហើយហើយអានេះ modal verb ឥឡូវឈរបញ្យល់អា modal verb ហ្នឹងហើយចាំឲ្យពួកគ្នាយើងចេញលេងសិនកុំឲ្យវាតិចពេកនេះ modal verb ដែលអាចប្រើក្រៅពីពាក្យ would ហ្នឹងហើយ while would express the certain or intended result of the hypothetical condition you can use could ឬក៏ might to change the meaning of the resultគេថាwould ហ្នឹងគឺវា express វាបញ្ជាក់អ្វីដែលថាអាលទ្ធផលណាដែលថាវាជាក់លាក់វាច្បាស់លាស់ចឹងណាប៉ុន្តែវាតកតងជាមួយនឹងការសន្មតរបស់យើងទេអាវាគឺវាវិញគឺវាច្បាស់លាស់ថងថាវាស្ថិតនៅក្នុងស្ថានភាពដែលយើងគិតថាភាគរយច្រើនអាចនឹងកើតឡើងប៉ុន្តែអា would គឺវាជាក់លាក់ដែរតែជាក់លាក់ក្នុងន័យអត្ថន័យដែលថាស្ថានភាពហ្នឹងគឺវា unreal ឬក៏ unlikely to happen ឬក៏អាចនឹង impossible to happen នៃពីរហ្នឹងខុសគ្នាគ្រាន់តែអាមួយ in hypothetical condition ហ្នឹងហើយ would វាជាក់លាក់តែជាក់លាក់ក្នុងស្ថានភាពដែលយើងសន្មតលេងឯងតែដល់ពេល will គឺវាច្បាស់លាស់ក្នុងអាស្ថានភាពដែលយើងគិតថាភាគរយច្រើនវានឹងកើតឡើងហ្មង could នេះ modal verb ផ្សេងចឹងដូច could ចឹងគឺវា express ability ឬក៏ possibility ដែរវា 50% ហ្នឹងហើយទាំងពីរហ្នឹងសើ 50% តែគ្រាន់ថា might ហ្នឹងវារៀងតិចជាង might ហ្នឹងមើលទៅវារៀងតិចជាង would ហ្នឹងហើយ could express the ability or possibility of the result if I had the money I could buy a boat បើសិនជាខ្ញុំមានលុយប៉ុន្តែជាក់ស្ដែងខ្ញុំអត់មានលុយទេ I could buy a boat ខ្ញុំអាចនឹងទិញទូកហ្នឹង could ហ្នឹងគឺវាអ្វីដែលថាអាចជា possibility មួយតែវាអត់ certain ណាអត់ច្បាស់លាស់ខ្លាំងដូច would ទេម្ដងទៀតណាអា whole sentence ហ្នឹងគឺវាកំពុងតែស្ថិតនៅក្នុងអ្វីដែលយើងសន្មតលេងនៅពេលបច្ចុប្បន្នណាមិនអ្វីដែលថាវាអាចនឹងកើតឡើង 100% ឬក៏ highly likely to happen អីចឹងណាគ្រាន់តែថាបើសិនជាយើងដាក់ would ណាឧទាហរណ៍ថាបើយើងដាក់ would ន័យថាបើសិនជាខ្ញុំមានលុយខ្ញុំនឹងទិញទូកអា would ណាបើន័យថាដូចយើងច្បាស់លាស់យើង certain ហ្មងថាយើងនឹងទិញទូកបើសិនជាយើងមានលុយ
ប៉ុន្តែជាក់ស្ដែងយើងអត់មានលុយទេអញ្ចឹងទៅអា reason ហ្នឹងក៏មិនអាចកើតឡើងបានដែរគាត់ថាភាពជាក់លាក់ក្នុងស្ថានភាពហ្នឹងបើសិនជាយើងមានលុយជាក់លាក់ក្នុងន័យដែលថាវាជាក់លាក់ក្នុងន័យដែលយើងសន្មត់ក្នុងន័យដែលយើងសន្មត់លេងតែបើយើងដាក់ពាក្យ could អា reason ហ្នឹងវាន័យផ្សេងទៀត if I had the money បើសិនជាខ្ញុំមានលុយខ្ញុំអាចនឹងទិញទូកខ្ញុំអាចនឹងទិញទូកមិនខ្ញុំនឹងទិញទូកទេណាខ្ញុំអាចនឹងទិញទូកអញ្ចឹង possibility វារៀង lower វាមកដល់ 50% អញ្ចឹងដូចមកបួតយើង90 80ទៅ 90% ចុះអាកន្លែង could ហើយម៉ៃនេះធ្លាក់មកដល់ 50% ហើយស្តៀងទៅនឹងអា first conditional របស់យើងអញ្ចឹងគាត់ថាអា first conditional ហ្នឹងគឺវានិយាយពីអ្វីដែលយើងប្រកាសភាគរយច្រើននឹងកើតឡើងហើយដល់ពេល second conditional របស់យើងវាចេញមកអ្វីដែលយើងគ្រាន់សន្មត់លេងឯងវាមិនមែនជាការពិតទេវាខុសវាផ្ទុយពីជាក់ស្ដែងណាអ្វីដែលយើងសម័យលេងទេយើងសម័យថាអូបើសិនជាពេលហ្នឹងខ្ញុំឈ្នះលុយខ្ញុំប្រកាសថាខ្ញុំនឹងទៅទិញទូកហើយអាហ្នឹងយើងប្រើ would តែបើយើងប្រើ could ថាអូខ្ញុំសម័យលេងបើសិនជាពេលហ្នឹងខ្ញុំឈ្នះលុយប្រហែលជាខ្ញុំអាចនឹងទិញទូកចឹងណាអូខេហើយអាម៉ៃនេះវាស្តៀងភាគរយវាស្តៀង could ដែរគឺ express uncertainty ឬក៏ low probability ចឹងណា of the result if I won the lottery I might share the money with you មានន័យថាបើសិនជាខ្ញុំឈ្នះ lottery ឈ្នះឆ្នោតខ្ញុំសម័យថាបើសិនជាខ្ញុំឈ្នះឆ្នោតប្រហែលជាខ្ញុំអាចនឹងចែករំលែកលុយនឹងជាមួយអ្នកយើងអត់ប្រកាសទេយើងអត់ certain ថាយើងអាចនឹងចែកលុយមកឲ្យគេទេអូខេមិនដែរគ្នាយើង Am I losing you all ឥឡូវដល់យើងដល់7 10ហើយចឹងទៅចង់ឲ្យគ្នាយើង take a break you know relax your brain I know that it might sound very confusing right now but it's okay you can ask me later on តែគ្រាន់លើចង់ឲ្យគ្នាយើង take a break សិន so for now you can take a break and come back at 7:21 or 7:20 yes ឥឡូវ7:11